មានដែរឆ្ងល់ឯពេលខ្លះយើង connect API ណាយើងដឹងថាដើម្បីបោះព័ត៌មានចេញពី server យើងទៅ server គេមក server យើងអញ្ចឹងណាយើងដឹងថាឲ្យទៅវាឆ្លងតាម HTTPS អាហ្នឹងគឺព័ត៌មាននៅក្នុង header ក្នុង payload អីរបស់យើងហ្នឹងអត់មានគេអាចមើលបានទេប៉ុន្តែមិនបាន API spec endpoint ខ្លះគេឲ្យយើង encrypt ទៀតដល់ពេលហើយគេឲ្យ encrypt គេយក reason ថាកុំឲ្យគេអាចមើលទិន្នន័យបាននិយាយទៅខ្លីប៉ុណ្ណឹងណាហើយដល់ពេលហើយយើងចាប់ផ្ដើមឆ្ងល់ហើយ HTTPS អត់ឲ្យមើលបានទេតាហើយមិនចាំបាច់ encrypt ទៀតឧទាហរណ៍ដូចជាព័ត៌មានកាត Visa Master Card អីចឹងណាគេបោះមក server យើងអញ្ចឹងទៅនៅកន្លែងហ្នឹងឆ្លោយចេញអត់កន្លែងហ្នឹងមូលហេតុអីហើយវាខុសគ្នាមិនHTTPS ជួយការពារហើយមិនបានត្រូវ encrypt ព័ត៌មានកាតទៅអីហើយយើងគិតទៀតថាពេល log in បោះ username password អីមកដូចអត់មានត្រូវការ encrypt ផងអញ្ចឹងអាកាតហ្នឹងវាសំខាន់ជាង username password ទៀតណែវាអាចច្រឡំណាអញ្ចឹងរឿងហ្នឹងវាចេះហេតុអីបានជាគេ encrypt ព័ត៌មានកាតហេតុអីបានជាមិន encrypt ពេល log in មាន username password អីចឹងដោយសារតែ HTTPS វាការពារបាត់ទេអញ្ចឹងបើ HTTPS វាការពារហើយហេតុអីបានជាព័ត៌មានកាតហ្នឹងត្រូវបាន encrypt ដោយសារពេលដែលយើង server យើងទទួលបានព័ត៌មានកាតហ្នឹងមកយើងអាចដាក់នៅក្នុង log យើងអាចមុននឹង process យើងធ្វើអីមួយទៅវាធ្វើឲ្យជាប់អាព័ត៌មានកាតហ្នឹងអាចលេចធ្លាយនៅក្នុងស្អីមួយក្នុងចន្លោះណាមួយតបមកបើយើងគិតអំពីការយកព័ត៌មានហ្នឹងទៅប្រើប្រាស់វិញឧទាហរណ៍ថាយើងអត់បាន encrypt username password ដូចគ្នាយើងអត់បាន encrypt ព័ត៌មានកាតដូចគ្នាប៉ុន្តែរបៀបដែលយកព័ត៌មានទាំងអស់ហ្នឹងទៅប្រើប្រាស់មួយណាទូលំទូលាយជាងឧទាហរណ៍ថាយើងបែកធ្លាយព័ត៌មាន username password អ្វីដែលគេអាចយកមកប្រើប្រាស់បានគឺប្រើបានតែជាមួយ server យើងឯង username password ហ្នឹងយកទៅប្រើកន្លែងផ្សេងអត់បានទេហើយចូលព័ត៌មានកាតឧទាហរណ៍លេខកាត number expiry CVV អញ្ចឹងទៅគេមានគ្រប់ទាំងអស់សួរថាគេអាចយកទៅប្រើនៅណាបានយកប្រើបានច្រើនកន្លែងទូទាំងពិភពលោកអញ្ចឹងទៅឃើញអត់អញ្ចឹងអាហ្នឹងវាជាទំហំនៃការប្រើប្រាស់ហ្នឹងវាខុសគ្នាមូលហេតុដែលគេ encrypt ព័ត៌មានកាតគឺអញ្ចឹង